សូមគ្រប់ជំរាបសួរពុកម៉ែបងប្អូនដែលជា subscriber នៅក្នុង channel 11ក៏ដូចជា follower នៅក្នុង TikTok 11និង Page 11ថ្ងៃនេះដែរខ្ញុំនឹង challenge មួយទាក់ទងនឹងផលិតផល iBeast តែនៅក្នុងកញ្ចប់នេះគឺជាខ្ញីស្ងួតជាទូទៅយើងឆាខ្ញីគឺខ្ញីស្រស់ហ្នឹងប៉ុន្តែថ្ងៃនេះគឺខ្ញុំមកផ្សព្វផ្សាយទាក់ទងនឹងផលិតផលរបស់ iBeast ទៅលើខ្ញីស្ងួតតែខ្ញុំយកមកឆាជាមួយនឹងសាច់យើងឆាខ្ញីស្ងួតហ្នឹងញ៉ាំកើតអត់អូខេឥឡូវខ្ញុំយកខ្ញីស្ងួតនេះយកទៅត្រាំទឹកប្រហែលជា5នាទីសិនបន្តមកទៀតខ្ញុំចាប់ផ្ដើមឆាអ្នកនរគ្នាមើលហើយខ្ញុំនឹងភ្លក្សអំពីរសជាតិតើយើងអាចយកផលិតផលស្ងួតនេះមកឆាមួយសាច់គោឬក៏សាច់ជ្រូកញ៉ាំកើតអត់អូខេតោះអ្នកគ្នាឥឡូវឆ្អិនហើយនេះជាវគ្គពិសេសវគ្គដុតផ្ដួលក្នុងអារ៉ាអញ្ចឹងខ្ញុំនឹងភ្លក្សអំពីរសជាតិហ្នឹងជូនអ្នកគ្នាថាយកខ្ញីស្ងួតរបស់ iBeast នេះយកមកឆាមួយសាច់តើរសជាតិយ៉ាងណាយើងញ៉ាំទៅមានអារម្មណ៍យ៉ាងណាទេតោះខ្ញុំឆាសាច់ជ្រូកឆ្ងាញ់ខ្ញុំដាក់គ្រឿងទៅហើយខ្ញុំញ៉ាំជាមួយនឹងខ្ញីម្ដុំសិនអ្នកគ្នាយើងដាក់គ្រឿងអីទៅឆ្ងាញ់អស់ហើយវាខុសប្លែកតារសជាតិយើងញ៉ាំស្រស់វាអត់ទៅមានក្លិនដិតខ្ញុំអត់ដឹងថាក្លិនវាមិនទេអញ្ចឹងទៅគ្រាន់ថាក្លិនវាខុសពីខ្ញីស្រស់ក្លិនវារៀងវាក្លិនវាស្រស់អ្នកគ្នាខ្ញុំអត់ដឹងថានិយាយយ៉ាងម៉េចគ្រាន់ថានេះខ្ញីស្ងួតយើងញ៉ាំទៅវាមានទំនុកចិត្តញ៉ាំវាមានជាតិទឹកអត់មានជាតិអាដូចយើងឆាខ្ញីស្រស់អ្នកគ្នាអញ្ចឹងសម្រាប់បងប្អូនអរគ្នាដែលត្រូវការប្រភេទបន្លែសរីរាង្គឬក៏ផលិតផលសរីរាង្គរបស់ iBeast នេះបងប្អូនអាចតាក់ទងទៅ iBeast ដើម្បីតំណងរកជីវហើយ iBeast មិនមែនមានតែប្រភេទខ្ញីទេមានប្រភេទលំមានប្រភេទនំផ្សេងទៀតបងប្អូនអាចជួយឆែកនៅក្នុង page របស់ iBeast ហើយខ្ញុំនឹងដាក់នៅក្នុង caption ដែរអរគុណជម្រាបលាបាយបាយ